បន្ទាប់ពីលាក់ខ្លួនពេញមួយយប់នៅព្រឹកថ្ងៃបន្ទាប់ព្រោះ Banner Brisbane មានបំណងចាក់ចេញដោយស្ងាត់ប៉ុន្តែឧត្តមសេនីយ៍ Ross Voss បានដឹកនាំកងទ័ពមកឡោមព័ទ្ធរួចទៅហើយអ្នកដែលផ្ដល់ដំណឹងគឺមិត្តប្រុសថ្មីរបស់ Petty Berry Banner ត្រូវបានបង្ខំឲ្យរត់ចូលទៅក្នុងបណ្ណាល័យគាត់លេប Jesper ដែលផ្ទុកទិន្នន័យស្រាវជ្រាវចូលទៅក្នុងបំពង់ក៏ហើយព្យាយាមរត់គេចប៉ុន្តែទាហានបានឡោមព័ទ្ធគាត់ពីមុខនិងក្រោយឧត្តមសេនីយ៍ Ross បញ្ជាឲ្យបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្ខំឲ្យគាត់ចុះចាញ់Banner ប្រញាប់យកអាវបិទមាត់និងច្រមុះខណៈដែល Petty រត់មកព្យាយាមរារាំងពេលឃើញមនុស្សដែលខ្លួនស្រឡាញ់ត្រូវទាហានចាប់សង្កត់ដល់ដីកំហឹងរបស់ Banner ផ្ទុះឡើងភ្លាមសំឡេងស្រែកមួយបានលាន់ឡើងហើយហោកបានគ្រប់គ្រងរាងកាយវិញរាងកាយពណ៌បៃតងដ៏ធំសម្បើមបានលេចឡើងពីក្នុងផ្សែងគ្រាប់កាំភ្លើងបាញ់មកមិនអាចធ្វើអ្វីគាត់បានទេផ្ទុយទៅវិញវាធ្វើឲ្យគាត់កាន់តែខឹងគាត់ទាត់រថពាសដែកមួយគ្រឿងឲ្យខ្ទេចហើយលើករថយន្តវាបំផ្លាញគ្រប់យ៉ាងជុំវិញខ្លួនមិនយូរប៉ុន្មានរថពាសដែករបស់កងទ័ពត្រូវបានបំផ្លាញអស់ឧត្តមសេនីយ៍ Ross ក៏បញ្ជាឲ្យ Blonsky ដែលបានចាក់សេរ៉ូមទាហានកំពូលចូលប្រយុទ្ធជាមួយ Hawke Blonsky យកកាំភ្លើងបាញ់គ្រាប់បែកបាញ់សម្រុកទៅលើ Hawke ហើយបន្ទាប់មកលោតឡើងទីខ្ពស់ដើម្បីបន្តវាយប្រហារទោះមិនអាចធ្វើឲ្យ Hawke រងរបួសក៏ដោយប៉ុន្តែភាពរហ័សរហួនរបស់គាត់បានធ្វើឲ្យ Ross មើលឃើញក្តីសង្ឃឹម Ross បញ្ជាឲ្យ Blonsky តាក់ទាញ Hawke ទៅកន្លែងដែលបានរៀបចំទុកហើយប្រើម៉ាស៊ីនបញ្ចេញរលកសំឡេងយក្ស2គ្រឿងដើម្បីទប់ស្កាត់ Hawke ជាបណ្ដោះអាសន្នពេលទីរត់ទៅអង្គវរពុកគុំឲ្យបង្កគ្រោះថ្នាក់ដល់ Hawke ប៉ុន្តែត្រូវបានរុញចេញសំឡេងស្រែករបស់នាងបានធ្វើឲ្យ Hawke ផ្ទុះកំហឹងម្ដងទៀតគាត់លើកបន្ទះដែកមួយបោះទៅកាត់រថពាសដែកជាពីរហើយលោតទៅកំទេចរថយន្តមួយទៀតកងទ័ពនៅលើដីត្រូវបរាជ័យទាំងស្រុង Blonsky នៅតែព្យាយាមប្រយុទ្ធប៉ុន្តែត្រូវ Hawke វាយរហូតបាក់ឆ្អឹងពេញខ្លួន Ross គ្មានជម្រើសក៏បញ្ជាឲ្យដកទ័ពនិងហៅឧទ្ធម្ភាគចក្រមកវាយប្រហារពេលនោះPettyរត់ទៅមុខ Hawke ដើម្បីព្យាយាមដាស់ស្មារតីគាត់នៅពេលឧទ្ធម្ភាគចក្របាញ់គ្រាប់កាំភ្លើងមក Hawke បានប្រើខ្លួនការពារ Petty ហើយបោះបន្ទះដែកទៅទម្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងបន្ទាប់មក Hawke បាននាំ Petty ទៅកាន់រូងភ្នំមួយពេល Petty ភ្ញាក់ឡើងនាងភ័យខ្លាចមុខដ៏ធំរបស់ Hawke ប៉ុន្តែដោយសារការលួងលោមពីនាង Hawke ក៏ស្ងប់ចិត្តហើយត្រឡប់ទៅជាប្រុស Banner វិញចំណែកឯ Blonsky ទោះបាក់ឆ្អឹងពេញខ្លួនក៏នៅរស់នៅថ្ងៃបន្ទាប់គាត់បានជាសះស្បើយយ៉ាងអស្ចារ្យដោយសារឥទ្ធិពលនៃសេរ៉ូមនៅម្ខាងទៀតPettyនាំ Banner ទៅលាក់ខ្លួននៅផ្ទះមួយពេលយប់អ្នកទាំងពីរចង់នៅជិតគ្នាប៉ុន្តែនាឡិកាវាស់ចង្វាក់បេះដូងរបស់ Banner បានបន្លឺសំឡេងព្រមានប្រសិនបើបេះដូងលោតលឿនពេកគាត់នឹងប្រែក្លាយជា Hawke ម្ដងទៀតដូច្នេះពួកគេសម្រេចទៅស្វែងរកលោក Blue ឲ្យបានឆាប់ក្នុងពេលជាមួយគ្នា Ross បានចេញដីកាចាប់ខ្លួនបន្ទាប់ពីរកឃើញថា Banner តាក់ទងជាមួយអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះ Blue ស្បែកក៏ចាប់ផ្ដើមតាមដានទំនាក់ទំនងរបស់គាត់ទីបំផុត Banner និង Petty បានជួប Blue គាត់បានបង្កើតវិធីសាស្ត្រមួយដោយចាក់ថ្នាំសម្អាតឈាមដើម្បីកម្ចាត់សារធាតុបំលែងនៅក្នុងខ្លួន Hawke ការព្យាបាលហាក់ដូចជាទទួលបានជោគជ័យហើយ Hawke បានត្រឡប់ទៅជា Banner វិញប៉ុន្តែ Blue បានព្រមានថាកាំរស្មីកាម៉ាបានរួមបញ្ចូលជាមួយរាងកាយរបស់គាត់រួចហើយគ្មានអ្នកណាដឹងថាការព្យាបាលនេះមានប្រសិទ្ធភាពជាអចិន្ត្រៃយ៍ឬគ្រាន់តែបណ្ដោះអាសន្នទេបន្ទាប់មក Banner បានដឹងថា Blue បានរក្សាទុកគំរូឈាមរបស់គាត់ជាច្រើនហើយកំពុងស្រាវជ្រាវបន្ត Banner ដឹងថាបើឈាមទាំងនេះធ្លាក់ទៅក្នុងដៃមនុស្សអាក្រក់នឹងបង្កគ្រោះមហន្តរាយដូច្នេះគាត់ចង់បំផ្លាញវាទាំងអស់ភ្លាមនោះកងទ័ពបានសម្រុកចូលមន្ទីរពិសោធន៍ Blonsky មិនស្ដាប់បញ្ជាដកថយទេគាត់វាយទាហានម្នាក់ឲ្យសន្លប់ហើយបង្ខំឲ្យ Blue ចាក់ឈាមរបស់ Banner ចូលក្នុងខ្លួនគាត់ Blue ព្រមានថាការរួមបញ្ចូលសេរ៉ូមជាមួយឈាមរបស់ Banner អាចបង្កការប្រែប្រួលដែលមិនអាចទីទុកជាមុនបានប៉ុន្តែ Blonsky មិនខ្វល់ឡើយគាត់និយាយថាគាត់ចង់បានអំណាចកាន់តែខ្លាំងការបំលែងលើកនេះធ្ងន់ធ្ងរជាងអ្វីដែលគ្រប់គ្នារំពឹងទុក Blonsky មិនបានក្លាយជា Hawke ម្នាក់ទៀតទេប៉ុន្តែបានក្លាយទៅជាសត្វចម្លែកដ៏សាហាវមួយដែលមានឈ្មោះថា Abomination ឆ្អឹងរបស់គាត់ចាក់ទម្លុះស្បែកឆ្អឹងខ្នងលេចចេញមកក្រៅមានកម្លាំងដ៏សម្បើមនិងគ្មានសត្វគ្រប់គ្រងទៀតឡើយ